សួស្តីអ្នកទាំងអស់គ្នាខេឥឡូវមកជួបជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំអត់មានទៅណាឆ្ងាយទេគឺដូចពីមុនតែម្ដងគឺអត់មានទៅណាឆ្ងាយក្រៅពីក្រុងរបស់យើងទេអញ្ចឹង trip របស់ខ្ញុំគឺនៅចិត្តក្រុងនឹងឯងអញ្ចឹងចង់ដឹងថា trip របស់ខ្ញុំទៅណាតោះតាមដានទាំងអស់គ្នាអូខេ trip ខ្ញុំនេះគឺខ្ញុំទៅភ្នំក្រោមអញ្ចឹងអត់មានទៅណាឆ្ងាយទេគឺខ្ញុំទៅភ្នំក្រោមនេះអញ្ចឹងភ្នំក្រោមវាជាកន្លែងមួយដែលចិត្តសម្រាប់ខ្ញុំដែលយើងទៅអង្គុយលេងកន្លែងហ្នឹងឆេឲ្យវា refresh អញ្ចឹងណាហើយខ្ញុំទៅនេះគឺអត់មានទៅគ្នាច្រើនទេគឺត្រឹមតែ3ម៉ូតូប៉ុណ្ណោះអញ្ចឹងនេះគឺជាជំហានទី1ដែលខ្ញុំត្រូវទៅខ្ញុំទៅជុំគ្នានៅកន្លែងជាងម៉ូតូของបងដែលនៅអាងកំពើពួកយើងទៅជួបគ្នានៅនឹងណាមួយបងគាត់គ្នាបងពាក់អាវលឿងគាត់ខូចម៉ូតូទៅគាត់យកធ្វើនៅនឹងអញ្ចឹងខ្ញុំទៅចាំគាត់នៅនឹងនេះគឺជាដំណើរដែលយើងត្រូវចេញទៅបន្តទៀតនេះគឺជាជំហានទី1ដែលខ្ញុំត្រូវចេញទៅអញ្ចឹងខ្ញុំចេញទៅត្រឹមតែ2ម៉ូតូមុនទេមួយម៉ូតូទៀតគឺគាត់ទៅតាមពីក្រោយអញ្ចឹងពួកខ្ញុំត្រូវទៅមុនដើម្បីរៀបចំហើយនៅចាំពួកគាត់នៅទីនោះទាំងអស់គ្នាអញ្ចឹងចង់ដឹងថាវីដេអូនេះយ៉ាងណាតោះយើងតាមដានទាំងអស់គ្នា Let's goផ្លូវទៅភ្នំក្រោមខ្ញុំអត់ដែរជិះនៅក្នុងខែភ្លៀងទេទប់លើកទី1ដែលខ្ញុំជិះនៅក្នុងខែភ្លៀងហើយទៅភ្នំក្រោមហើយទៅកន្លែងមួយដែលខ្ញុំអត់ដែរទៅតែម្ដងអញ្ចឹងទេសភាពនៅតាមនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនព្រោះយើងមើលផ្ទាល់ភ្នែកទៅគឺឃើញទេសភាពស្រស់បំព្រងខ្លាំងតែម្ដងនៅតាមផ្លូវលើដងផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរទៅនេះគឺឡើងខៀវធ្វើឲ្យអារម្មណ៍ផងខ្ញុំក៏វាស្រស់ថ្លាទៅតាមនឹងដែរប្រសិនបើនិយាយទៅគឺទេសភាពនៅតាមស្រុកស្រែគឺខ្ញុំខាននៅយូរខ្លាំងមែនទែនអញ្ចឹងប្រហែលជាធ្វើឲ្យជីវិតរបស់ខ្ញុំវាអាចស្រស់ថ្លានៅពេលដែលខ្ញុំមកឃើញទេសភាពនៅវាលស្រែបែបហ្នឹងព្រោះខ្ញុំបន្ទាប់ពីវាលស្រែហើយគឺខ្ញុំតែនៅតែក្រុងទេអញ្ចឹងលើកនេះដែលខ្ញុំមកនេះគឺជាជំហានបន្ទាប់ដែលពួកខ្ញុំត្រូវចេញដំណើរទៅអញ្ចឹងខ្ញុំមកពីក្នុងក្រុងហើយខ្ញុំចូលមកចាក់សាំងនៅនឹងជើងភ្នំក្រោមអញ្ចឹងបានខ្ញុំចេញដំណើរទៅបន្តទៅទៀតដើម្បីចាក់សាំងឲ្យវាពេញសាំងខ្លះដើម្បីទៅរុកព្រៃនៅខាងក្នុងព្រោះខ្ញុំទៅនេះគឺខ្ញុំចូលទៅរុកព្រៃតែម្ដងព្រោះកាឡាចេញមកពីក្នុងក្រុងគឺកាឡាដឹងតែរុកព្រៃហើយអញ្ចឹងបានខ្ញុំចាប់ដើមរៀបចំចាក់សាំងចាក់អីឲ្យវាពេញបែនពេញអីហើយបាននាំគ្នាចេញដំណើរទៅទៀតឲ្យរៀបរយអញ្ចឹងនៅក្នុងនេះខ្ញុំអត់ទាន់បានមកសម្របហើយប្រគ្រប់គ្នាទេគឺខ្ញុំត្រឹមតែ2ម៉ូតូគ្នា3នាក់ដដែលព្រោះគោលដៅផិនខ្ញុំគឺខ្ញុំត្រូវទៅចាំគ្នានៅឯចុងគ្នាហើយពួកខ្ញុំក៏នាំគ្នាចេញដំណើរបន្តទៅទៀតដែរអញ្ចឹងតោះពួកយើងនឹងតាមដានលេងជាមួយនឹងវីដេអូនៅតាមផ្លូវជាមួយនឹងខ្ញុំទាំងអស់គ្នាមែនតើបងប្អូនអរគ្នាទេសភាពនៅភ្នំក្រោមនេះនៅផ្លូវស៊ូជីងនេះខ្ញុំស្រែកឲ្យវ៉ាវតែម្ដងហើយខ្ញុំអត់ដែរមកខែភ្លៀងទេហើយបើសិនជានិយាយពីមុនខ្ញុំក៏ធ្លាប់នៅភ្នំក្រោមដែរប៉ុន្តែខ្ញុំអត់ដែរជិះមកខែភ្លៀងទេនៅកន្លែងនេះប៉ុន្តែខ្ញុំមកលើកនេះគឺខ្ញុំឃើញទេសភាពនេះពិតជាស្រស់បំព្រងខ្លាំងមែនទែនធ្វើឲ្យចិត្តរបស់ខ្ញុំវានៅដិតដាមធ្វើឲ្យដកជាប់នៅក្នុង memory របស់ខ្ញុំតែម្ដងនេះខ្ញុំបានមកដល់គោលដៅដែលខ្ញុំត្រូវឈប់ចាំគ្នាហើយគឺនៅឯចុងគ្នាអញ្ចឹងគ្នាខ្ញុំគឺ2ម៉ូតូតែគ្នា3នាក់មិនមែន2នាក់គ្នា3ម៉ូតូទេគឺ2ម៉ូតូគ្នា3នាក់អញ្ចឹងខ្ញុំត្រូវមកឈប់ចាំគ្នានៅឯចុងគ្នានេះឯងដើម្បីយើងចាប់ផ្ដើមទៅខាងមុខទៀតអញ្ចឹងគោលដៅផងខ្ញុំដែលទៅខាងមុខនោះគឺខ្ញុំត្រូវទៅកក់វង្វេងអូខេនេះគឺជាគោលដៅបន្ទាប់ដែលខ្ញុំត្រូវជិះទៅអញ្ចឹងគឺខ្ញុំមកគ្រប់គ្នាអស់ហើយចំនួន3ម៉ូតូឥឡូវខ្ញុំកំពុងតែធ្វើដំណើរទៅតាមលើផ្លូវដីក្រហមដើម្បីចាក់ទៅកក់វង្វេងរបស់ខ្ញុំដែលជាគោលដៅដែលខ្ញុំកំពុងតែសិតហ្នឹងអូខេនេះគឺជាផ្លូវដែលយើងជិះទៅបងប្អូនឃើញហើយថាវារៀងពិបាកបន្តិចនេះគឺជាស្ពានដែលខ្ញុំឆ្លងមកដល់វត្តតែម្ដងអញ្ចឹងនៅលើនេះគឺខ្ញុំជិះលើបេតុងទេគឺវាមិនសូវជាអីប្រហែលទេតែយើងអាចថាយើងទទួលយកបានដែលដូចយើងជិះលើផ្លូវជាតិតែយើងមិនទាន់ដល់កន្លែងដែលវារៀងពិបាក ។
នេះគឺជាគ្នារបស់ខ្ញុំចំនួន3នាក់បងប្អូនបានឃើញហើយ3ម៉ូតូដែលមួយម៉ូតូវាយ2មួយម៉ូតូវាយ2ម៉ូតូមួយគឺគាត់ជិះម្នាក់ឯងអញ្ចឹងឃើញដងវែងហ្នឹងមិនមែនដងតបក់ត្រីឬមួយក៏ស្អីទេប៉ុន្តែគឺជាដងកាមេរ៉ា Insta 360ព្រោះខ្ញុំទៅនេះគឺខ្ញុំថតពីកាមេរ៉ាមួយចាប់នឹងម៉ូតូមួយទៀតដាក់នឹងដងដើម្បីថតប៉ុន្តែអាដងនេះខ្ញុំអត់បានយកមក connect ចូលនៅក្នុងនេះឲ្យបងប្អូនបានមើលទេព្រោះដងនេះគឺខ្ញុំមានកិច្ចការមួយដែលខ្ញុំត្រូវថតផ្សេងមួយផ្នែកទៀតអូខេនេះខ្ញុំបានមកដល់នឹងវត្តដែលខ្លងទ្វារវត្តខ្សាច់ហៅវត្តខ្សាច់ឥឡូវខ្ញុំបានមកដល់ហើយនេះគឺយើងលេងទឹកមួយសារ៉ាសិនបងប្អូនទស្សនាទាំងអស់គ្នាបានទៅមិនដល់ទៅខាងណាខាងនោះលេចអស់ហើយនោះលេចអស់ហើយនោះនោះកក់អំវែងអូនេះកក់ដែរនេះបាទមិនតាក់អស់ហើយអូខេបងប្អូនអរគ្នានឹងឯគោលបំណងរបស់ខ្ញុំគឺខ្ញុំមកកក់ពងវែងប៉ុន្តែនៅពេលដែលខ្ញុំទៅដល់នឹងផ្លូវទៅកក់ពងវែងគឺលិចទឹកអស់ហើយដែលខ្ញុំអត់បានចូលទៅដល់នឹងទីនឹងទេហើយក៏ពួកខ្ញុំចាប់ដើមសម្រេចចិត្តបែរក្បាលម៉ូតូជិះមកឡើងនៅភ្នំក្រោមវិញដើម្បីមកអង្គុយ share ហើយពួកយើងនឹងមានពេលវេលាល្អជុំគ្នាបន្ថែមទៀតហើយពួកយើងក៏បាន share គ្នាម្នាក់តិចដើម្បីយើងចងមិត្តភាពគ្នាឲ្យយើងកាន់តែស្គាល់គ្នាយ៉ាងស្អិតល្មួតទៅមួយកម្រិតទៀតដែរចឹងវីដេអូរបស់ខ្ញុំគឺមានត្រឹមតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនអរគ្នាដែលតាមដានវីដេអូនេះពីដើមរហូតមកដល់ចប់មកដល់ឥឡូវនេះគឺចប់ហើយអញ្ចឹងខ្ញុំពិតជាអរគុណទៅកាន់បងប្អូនខ្លាំងមែនតើអញ្ចឹងជួបគ្នាជាមួយនឹងខ្ញុំនៅក្នុងវីដេអូក្រោយទាំងអស់គ្នាបាយបាយ